របៀបចូលទៅប្រើប្រាស់កម្មវិធីកាត់តវីដេអូក្នុងកម្មវិធី InShot បងប្អូនណាបាទវីដេអូនេះគឺជាមេរៀនទី2សម្រាប់លើកយកមកបង្ហាញចែករំលែកទៅដល់បងប្អូនឲ្យចេះធ្វើបាទសម្រាប់បងប្អូនដែលមិនទាន់ចេះអស់បងប្អូនណាបាទអញ្ចឹងអ្វីដែលបងប្អូនត្រៀមគឺវីដេអូបទចម្រៀងហើយនឹងវីដេអូសម្រាប់យើងយកទៅដាក់ជាមូលដ្ឋានគ្រឹះនៃការធ្វើវីដេអូបទចម្រៀងកំសាន្តបងប្អូនណាបាទដល់នេះបទចម្រៀងនេះវីដេអូនេះខ្ញុំបង្រៀនបង្ហាញបងប្អូនអំពីយើងយកវីដេអូរបស់យើងថតនៅទីតាំងណាក៏ដោយប៉ុន្តែយើងបញ្ចូលបទចម្រៀងសម្រាប់យើងយកទៅកំសាន្តធម្មតាបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនចូលទៅធ្វើទាំងអស់គ្នាហើយកុំភ្លេចចុច Subscribe YouTube និង Like Share Follow Page ម្នាក់មួយផងដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតអញ្ចឹងយើងចូលទៅក្នុងកម្មវិធី InShot ទៅបងប្អូនបាទនេះកម្មវិធី InShot ដែលមានរូបរាងបែបនេះបងប្អូនណាបាទអញ្ចឹងយើងចូលក្នុងកម្មវិធី InShot ទៅបាទបន្ទាប់មកបងប្អូនមើលមកខាងឆ្វេងដៃបងប្អូនណាបាទខ្ញុំបង្ហាញមេរៀនទី2នេះធ្វើវីដេអូណាយើងចុចនៅលើក្នុងបេតុងវីដេអូមកបន្ទាប់មកចុចញូប្រតិចបាទរួចហើយបងប្អូនសម្លឹងទៅមើលខាងលើបងប្អូនណាបាទរូបភាពគឺនៅនេះបាទបងប្អូនណានេះខ្ញុំដាក់ញ៉ាំព្រួយបងប្អូនណាបងប្អូនចូលយករូបភាពនៅកន្លែងនេះបើសម្រាប់បងប្អូនចូលទៅយកវីដេអូបងប្អូនចុចកន្លែងនេះវីដេអូបងប្អូនណាបាទអញ្ចឹងយើងយកវីដេអូយើងយកមកដាក់ដើម្បីយើងបញ្ចូលបទចម្រៀងដើម្បីយកទៅកំសាន្តលេងទៅតាមបណ្ដាញសង្គមផ្សេងៗបងប្អូនណាអញ្ចឹងយើងចូលទៅក្នុងរូបភាពមកបងណាបាទវីដេអូមកសំទោសវីដេអូរបស់យើងមួយណាដែលយើងត្រូវដាក់អញ្ចឹងខ្ញុំដាក់រូបភាពខ្ញុំមួយនេះចោះបាទមួយមាន2នាទីជាងអញ្ចឹងបងណាចុចលើនឹងមកបាទបន្តមកបងប្អូនចុចគ្រីសខៀវខាងក្រៅមកបាទអូខេអញ្ចឹងវីដេអូនេះយើងវីដេអូវែងបងណាវីដេអូវែងយើងចូលទៅកម្រិតទំហំរបស់វាបងប្អូនកុំភ្លេចកម្រិតទំហំបាទនេះចូលទៅខាងឆ្វេងដៃមកបងប្អូនមើលតាមព្រួយបាទខ្ញុំដាក់ឲ្យបងប្អូនមើលនេះចុចកន្លែងហ្នឹងមកបាទអញ្ចឹងអ្វីដែលខ្ញុំតម្រូវបងប្អូនធ្វើវីដេអូវែងគឺយើងទៅដាក់ក្នុងក្រឡោននេះបងណាក្រឡោន 3.4 ហ្នឹងបងប្អូនតិចកន្លែងនេះ 3.4 មកពឹបចឹងមកឬឲ្យដៃយើងពង្រីកយកដៃទាំងពីរមកពង្រីកចឹងមកបងណាពង្រីកចឹងមកដើម្បីឲ្យវីដេអូរបស់យើងពេញអេក្រង់ទូរស័ព្ទបងប្អូនណាតមកយើងចុចគ្រីសបាទរួចហើយបងប្អូននេះគឺជាវីដេអូខ្ញុំនិយាយផ្ទាល់ចឹងយើងចូលទៅបិទសំឡេងដើមបងណាជាមួយខ្ញុំចាក់សំឡេងដើមបងប្អូនមើលបាទសួស្ដីបាទអញ្ចឹងយើងចូលទៅបិទសំឡេងដើមចេញបងប្អូនចូលលើវីដេអូដដែលជីកលើវីដេអូមកបិទខ្ញុំធ្វើមួយបងប្អូនយល់បាទរួចហើយបងប្អូនចូលទៅមើលកន្លែងនេះបាទនេះកន្លែងនេះបងណាកន្លែងនេះយើងចូលទៅបិទសំឡេងអញ្ចឹងដើម្បីបិទសំឡេងបងប្អូនកុំភ្លេចចូលនៅលើវីដេអូរួចហើយយើងចុចកន្លែងនេះបងប្អូនមើលតាមព្រួយមកបិទបន្តមកបងប្អូនយកដៃមកដៃរបស់យើងបងប្អូនទីម្នាក់វាលឺតែមកបងប្អូនទីម្នាក់គឺបិទសំឡេងអស់ហ្នឹងនេះបិទសំឡេងណាបិទសំឡេងដើមសំឡេងវីដេអូដើមបាទអញ្ចឹងយើងបិទរួចហើយបិទឲ្យនៅសូន្យហ្នឹងណាអញ្ចឹងយើងបិទរួចហើយចុចសញ្ញាគ្រីសបាទមើលណាអញ្ចឹងវាឡើងលឺហ្នឹងណាឡើងលឺសំឡេងហើយបាទហ្នឹងហើយអញ្ចឹងអ្វីដែលបន្តទៀតគឺយើងចូលទៅយកវីដេអូបទចម្រៀងឬក៏យកទៅចូលយកបទចម្រៀងរបស់យើងដែលយើងដោនយកពីកម្មវិធីផ្សេងៗមកណាបាទដែលបងប្អូនបានដោនយកមកទុកស្រាប់អញ្ចឹងយើងចូលទៅយកវីដេអូបទចម្រៀងរបស់យើងដែលយើងដោនទុកដើម្បីចូលទៅយកវីដេអូបទចម្រៀងពីកន្លែងនេះណាពីកន្លែងព្រួយខ្ញុំដាក់ព្រួយមើលបាទអញ្ចឹងយើងតម្រូវទៅលើវីដេអូមួយបាទមានប្រវែង3នាទី57អញ្ចឹងយើងចុចលើវីដេអូមួយមកបាទបាទអញ្ចឹងវីដេអូនេះណានៅក្រៅនេះបាទនេះវីដេអូនេះណាអញ្ចឹងនេះគឺជាបទចម្រៀងលោកតាសុនសមុទ្រហើយសម្រាប់យើងយកវីដេអូមកដាក់បទចម្រៀងវាមានវីដេអូទូគ្នាអញ្ចឹងវាមានរូបភាពបែបនេះណារូបភាពបែបនេះនៅបាំងពីមុខយើងអញ្ចឹងយើងដើម្បីទៅយកវីដេអូដែលបាំងពីមុខយើងនេះចេញបងប្អូនណាបងប្អូនត្រូវចូលលើវីដេអូបទចម្រៀងនេះចុចលើនឹងមកចុចតុបអញ្ចឹងមកបងប្អូនមើលតាមព្រួយរួចហើយយើងរុញរូបភាពខាងលើរូបភាពវីដេអូនេះយើងរុញទូយកដៃតែមួយរុញទូយើងរុញចោលមកអញ្ចឹងមកណារុញចោលមកបាទអញ្ចឹងយើងនៅតែសំឡេងទេបងណាអត់មានរូបភាពទេបាទនៅតែសំឡេងបទចម្រៀងទេបាទឥឡូវខ្ញុំមើលខ្ញុំ play បងប្អូនស្ដាប់បន្តិចណាបាទនេះគឺជាបទចម្រៀងដែលយើងបានដាក់បញ្ចូលនៅក្នុងវីដេអូរបស់យើងបងណាបាទហ្នឹងហើយនេះគឺជាចម្រៀងលោកតាសុនសមុទ្របាទបាទអញ្ចឹងយើងចូលទៅមើលវីដេអូរបស់យើងបាទចូលទៅមើលវីដេអូរបស់យើងចុចកន្លែងនេះយើងចូលទៅមើលវីដេអូរបស់យើងដើម្បីតម្រឹមឬក៏កម្រិតឲ្យបានស្មើគ្នាបងណាបាទអញ្ចឹងនេះគឺជាវីដេអូរបស់យើងនេះគឺចម្រៀងវែងជាងរូបភាពវីដេអូរបស់យើងអញ្ចឹងបើសិនណាជាបងប្អូនចង់បន្តបងណាយើងចង់បន្តដាក់រូបភាពវីដេអូរបស់យើងនេះវីដេអូដើមនេះឲ្យបានចប់បទចម្រៀងបងប្អូនចុចគ្រីសមួយសិនបាទបន្តមកបងប្អូនមើលនេះណាខាងក្រោមគឺបទចម្រៀងនេះខាងក្រោមសញ្ញា Q នេះគឺបទចម្រៀងវែងជាងវីដេអូកាយវិការរបស់យើងរូបភាពនេះរូបភាពរបស់យើងនេះណាអញ្ចឹងយើងចង់បានរូបភាពដាក់បន្តទៀតឲ្យចប់បទចម្រៀងមួយបទបងប្អូនចុចកន្លែងសញ្ញាលេខបូកនេះបាទរួចហើយបងប្អូនចុចកន្លែងសញ្ញាលេខបូកនេះមួយទៀតបាទបន្តមកបងប្អូនចូលទៅយកវីដេអូបន្ថែមមកទៀតមកបាទដើម្បីបន្តទៅខាងមុខទៀតឲ្យបានចប់បាទឲ្យបានចប់នៅ
ក្នុងបទចម្រៀងមួយបទនេះយើងចុចលើនឹងមកปั๊บឬហើយយើងចុចសញ្ញាគ្រីសបាទអញ្ចឹងវារូបភាពកាយវិការនេះវាបន្តទៅមុខទៀតណាបន្តទៅមិនដើម្បីបញ្ចប់បទចម្រៀងមួយបទអញ្ចឹងយើងរូបភាពថ្មីយើងត្រូវធ្វើដូចមុនណាយើងត្រូវចូលលើវីដេអូបាទចូលលើវីដេអូពុតទៅមកបងប្អូនចុចទៅកម្រិតទំហំបាទកម្រិតទំហំគឺ 3.4 ដូចគ្នាមកណាកុំឲ្យខុសគ្នាអញ្ចឹងយើងចុចលើ 3.4 អញ្ចឹងមកហើយយើងយកដៃពង្រីកវាប៉ិនអេក្រង់អញ្ចឹងមកបាទឲ្យស្អាតអញ្ចឹងមករួចហើយចុចបាទបន្តមកបងប្អូនចុចគ្រីសរួចហើយបងប្អូនត្រូវទៅបិទសំឡេងដូចមុនមកណាបាទបិទសំឡេងវីដេអូថ្មីនេះអញ្ចឹងដើម្បីបិទសំឡេងបាទដើម្បីបិទសំឡេងបងប្អូនទៅចូលលើវីដេអូដោយកាលពីមុនមកណាបាទអញ្ចឹងចុចលើនឹងមកបិទយកដៃសង្កត់លើវីដេអូរបស់យើងចុចពុកមកបន្តមកយើងនេះបងប្អូនណាចូលកន្លែងនេះដើម្បីបិទសំឡេងមកណាបិទសំឡេងដើមបិទបាទបន្តមកយើងយកដៃរុញគុំទីមកនេះមកណាទៀតទីមកនេះគឺយកមកឲ្យបិទសំឡេងយើងបងប្អូនឲ្យអស់មកបាទឲ្យនៅសល់0%អញ្ចឹងរួចហើយបន្តមកយើងចុចគ្រីសបាទរួចហើយយើងទៅមើលថាតើវីដេអូរបស់យើងអាចចាប់បទចម្រៀងមួយបទអត់ចឹងបងណាចឹងដើម្បីចូលមើលបទចម្រៀងឬក៏វីដេអូរបស់យើងស្មើគ្នាយើងត្រូវចុចខាងលើនេះចុចកន្លែងនេះណាបាទអាហ្នឹងយើងអាចចូលមើលបានថាតើវីដេអូរបស់យើងនិងបទចម្រៀងវាបានចាប់អត់ចឹងចាប់ហើយបងណានេះបាទបានចាប់មួយបទនេះបាទនេះបទចម្រៀងនេះខាងលើនេះបទចម្រៀងខាងក្រោមគឺរូបភាពវីដេអូរបស់យើងបាទអញ្ចឹងដើម្បីឥឡូវវារូបភាពរបស់យើងវែងជាងបទចម្រៀងឥឡូវយើងតម្រូវយើងទៅកាត់រូបភាពរបស់យើងឲ្យតម្រូវបទចម្រៀងមកណាអញ្ចឹងយើងចុចសញ្ញាគ្រីសមកបន្តមកយើងទៅកាត់រូបភាពវីដេអូរបស់យើងត្រូវឈរលើវីដេអូរបស់យើងដែរបាទចុចលើនឹងមកបាទបន្តមកបងប្អូនមើលខាងលើនេះមកណាកន្លែងកាត់ចោលខាងស្នាមដៃចោលណាកាត់ខាងស្នាមដៃចោលយើងត្រូវការទេវាពោះវាលើសបទចម្រៀងមួយបទអញ្ចឹងយើងចុចកន្លែងកាត់មកណាចុចខាងលើមកបាទរួចហើយបងប្អូនមើលខាងស្នាមដៃនេះកន្លែង delete ទេបងណា delete នេះដើម្បីយើងយកវីដេអូកណ្ដាលនេះចោលកាត់ចោលយកត្រូវការខាងមុខអញ្ចឹងយើងចុចលើនឹងមកបាទបងណាអញ្ចឹងស្អាតមកត្រឹមស្អាតបងណាបាទវីដេអូនេះបាទអូខេបាទអញ្ចឹងបងប្អូនចង់ចុចមើលអីបងប្អូនត្រូវចុចខាងនេះចុចមើលថាតើវាត្រឹមត្រូវអត់អញ្ចឹងចុចលើមកហើយយើងទាញមកខាងឆ្វេងអញ្ចឹងមកយើងទាញមកខាងស្នាមថាតើវាវីដេអូយើងធ្វើបានចាប់មកបត់ហើយវាមានវែងជាងគ្នាឬខ្លីជាងគ្នាអត់អញ្ចឹងបានន័យថាវីដេអូនេះត្រឹមគ្នាហើយបងណាបាទអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំធ្វើតែត្រឹមហ្នឹងដល់មេរៀនទី3បានខ្ញុំធ្វើបន្តទៅទៀតដើម្បីចែកលេខបងប្អូនជាបន្តដើម្បីឲ្យបងប្អូនចាប់បានបងប្អូនហើយកុំភ្លេចតាមដានហើយជួយ follow page like share ចុច subscribe YouTube ម្នាក់មួយផងបាទអញ្ចឹងដើម្បីទាញយកវីដេអូនេះមកយកមកប្រើប្រាស់នេះបងប្អូនចុចសញ្ញាគ្រីសមួយសិនបាទបន្តមកបងប្អូនសុំទោសបងប្អូនខ្ញុំផ្លេបងប្អូនស្ដាប់បន្តិចណាបាទផ្លេបន្តិចផ្លេបទចម្រៀងមកបន្តិចឲ្យបងប្អូនស្ដាប់បាទចុចលឿនមកបាទសម្រាប់វីដេអូរបស់យើងនៅខាងមុខនេះយើងចង់យកវីដេអូបែបណាក៏បានដែរវីដេអូបងប្អូនថតដើរកំសាន្តរូបបងប្អូនដើរទេសចរនៅតំបន់ណាក៏ដោយឲ្យតែបងប្អូនថតបានមកយើងយកមកបញ្ចូលដូចខ្ញុំបានធ្វើវីដេអូចែកម្លែកនេះបានតាមតម្រូវការបាទបងប្អូនណាបាទសូមជម្រាបអញ្ចឹងយើងធ្វើរាល់ហើយអូខេហើយយើងមើលថាស្អាតហើយវីដេអូរបស់យើងចុច down វីដេអូរបស់យើងយកមកប្រើប្រាស់ឬយើងផុសតាមបណ្ដាញសង្គមផ្សេងៗអញ្ចឹងយើងចុចខាងលើមកណាចុចពឹបខាងលើមកពឹបបាទបន្តមកយើងចុចកន្លែងបន្តសនឹងមកទៀតមកបងប្អូនណាបាទពឹបបាទអូខេប៉ុណ្ណេះរួចរាល់ជាស្ថាពរមកណាប៉ុន្តែបងប្អូនទុកឲ្យនេះកន្លែងភាគរយនេះលោដល់100%បងប្អូនណាបានវាដំណើរការទៅបានចូលក្នុងគ្រឿងទូរស័ព្ទរបស់យើងទៅបាន 100% ហ្នឹងបងប្អូនណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយកុំភ្លេចគឺតបតផងបាទអរគុណសូមជម្រាបលា